ជំរាបសួរបងប្អូនអរគ្នាថ្ងៃសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសារជាថ្មីសម្រាប់ថ្ងៃនេះដែរខ្ញុំចង់មកបង្ហាញបងប្អូនអរគ្នានៅរបៀប call ទៅខាងក្រុមហ៊ុន Smart បងប្អូនអរគ្នាណាសម្រាប់បងប្អូនអរគ្នាដែលគាត់អត់ទាន់បានដឹងអំពីវិធីសាស្ត្រក្នុងការ call ទៅខាងក្រុមហ៊ុន Smart អញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនអរគ្នាដើម្បីឲ្យ call ទៅជួបតែភ្នាក់ងារបម្រើអតិថិជនរបស់ Smart បងប្អូនអរគ្នាណាក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់បងប្អូនអរគ្នាថាពេលដែលខ្ញុំចុចពេលដែលចូលអញ្ចឹងខ្ញុំសូមបិទដែរអញ្ចឹងបងប្អូនអរគ្នាចង់សួរអីឬមួយក៏អីបងប្អូនអរគ្នាអាចចុចតាមអ្វីដែលខ្ញុំបង្ហាញហ្នឹងទៅព្រោះថាខ្ញុំអត់ត្រូវសួរអីនេះអញ្ចឹងខ្ញុំគ្រាន់តែពេលដែលគេភ្ជាប់ទៅភ្នាក់ងារបម្រើអតិថិជនខ្ញុំនឹងបិទតែម្ដងបងប្អូនអរគ្នាណាក៏ប៉ុន្តែវារៀងច្រើនតង់ដែរអញ្ចឹងបងប្អូនអរគ្នាត្រូវទស្សនាវីដេអូរបស់ខ្ញុំមួយហ្នឹងហើយដើម្បីកុំឲ្យដូចថា call ទៅអត់បាននេះណាអត់បានជួបភ្នាក់ងារបម្រើអតិថិជនរបស់គេហ្នឹងហើយបងប្អូនអរគ្នាអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំមកបង្ហាញបងប្អូនអរគ្នាតែម្ដងដើម្បី call ទៅខាងក្រុមហ៊ុនបានយើងចុចផ្កាយបាទសូមទោសបងប្អូនអរគ្នា1204ហើយបញ្ជូនបងប្អូនអរគ្នាណាកាយ1204បញ្ជូនឥឡូវខ្ញុំបញ្ជូននេះខ្ញុំបើក speaker មួយមកបងប្អូនអរគ្នាសម្រាប់ភាសាខ្មែរសូមចុចលេខ1អញ្ចឹងយើងចុចកន្លែងនេះយើងចុចកន្លែងហ្នឹងមកហើយយើងចុចលេខ1ដើម្បីទទួលបានជំនួយរហ័សសូមជ្រើសរើសជម្រើសមនុស្សឲ្យបានត្រឹមត្រូវការធ្វើបែបនេះនឹងជួយឲ្យអ្នកទទួលបានព័ត៌មានដែលអ្នកត្រូវការឬជួបជាមួយភ្នាក់ងារណាមួយរបស់យើងមិនចូលមកមានឱកាសឈ្នះលុយសុទ្ធទូរស័ព្ទ Oppo ឡាន BYD និងខុននោះប្រមាណរបស់បរិយាពេញ4ពីការចាប់រង្វាន់មិនចូលមកទូរស័ព្ទចាប់ពី$1តាម Smart Max កាត់កោនិង App ធនាគារយើងស្ដាប់តាមកាយណែនាំរបស់គេមកបងប្អូនអរគ្នារបស់អ្នកមាន2សេនមានសកម្មភាពរហូតដល់ថ្ងៃទី1ខែមេសា2026ក្នុងរយៈពេល24ម៉ោងចុងក្រោយអ្នកមិនត្រូវបានគិតលុយពីក្នុងករណីចម្បងរបស់អ្នកទេបច្ចុប្បន្នអ្នកកំពុងប្រើប្រាស់គម្រោង Smart ល្អដែលតាមមួយអ្នកមានទិន្នន័យ1 GB និង74 MB 33នាទីសម្រាប់ពេលក្នុងប្រព័ន្ធនិង60សារក្នុងប្រព័ន្ធមានសកម្មភាពរហូតដល់អញ្ចឹងយើងត្រូវស្ដាប់តាមការណែនាំរបស់គេណាបងប្អូនអរគ្នាហើយនឹងត្រូវបន្តដោយឆ្លៃប្រវត្តិសម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ Smart Max App ដោយឥតគិតថ្លៃសម្រាប់ព័ត៌មានអំពីគម្រោងនិងសេវាកម្មរបស់ Smart សូមចុចលេខ1សម្រាប់ព័ត៌មានអំពីអ៊ីនធឺណិត Wi-Fi សូមចុចលេខ2សម្រាប់ព័ត៌មានអំពីសេវាកម្មផ្សេងៗសម្រាប់អាជីវកម្មរបស់អ្នកសូមចុចលេខ3អញ្ចឹងខ្ញុំយកលេខ1មកបងប្អូនអរគ្នាដើម្បីពិនិត្យមើលគម្រោងបច្ចុប្បន្នរបស់អ្នកសូមចុចលេខ1ដើម្បីពិនិត្យមើលសេវាកម្មរបស់អ្នកសូមចុចលេខ2ដើម្បីពិនិត្យអត្តសញ្ញាណនៃទូរស័ព្ទរបស់អ្នកសូមចុចលេខ3សម្រាប់ Smart Home សូមចុចលេខ4សម្រាប់ Smart Room សូមចុចលេខ5សម្រាប់ Smart App សូមចុចលេខ6សម្រាប់ Smart Shop សូមចុចលេខ7ដើម្បីត្រឡប់ទៅជម្រើសដំបូងសូមចុចចំណាប់កាយដើម្បីនិយាយជាមួយភ្នាក់ងារសូមចុចលេខ0ហ្នឹងហើយបងប្អូនអរគ្នាប្រកាសជាឃើញអញ្ចឹងពេលដែលយើងចុចកន្លែងលេខ0ហ្នឹងខាងក្រុមហ៊ុនគេនឹងភ្ជាប់ទៅភ្នាក់ងារបម្រើអតិថិជនរបស់គេបងប្អូនអរគ្នាណាអញ្ចឹងអាកន្លែងហ្នឹងគឺយើងត្រូវចុចមួយតាមគេយើងត្រូវស្ដាប់គេបើមិនជាយើងអត់ស្ដាប់គេគឺអត់អាចជួបជាមួយនឹងភ្នាក់ងារបម្រើអតិថិជនរបស់គេបងប្អូនអរគ្នាគឺសម្រាប់ការ call ទៅខាងក្រុមហ៊ុន Smart គឺរៀងពិបាកដែរបើមិនជាបងប្អូនអរគ្នាអត់ដឹងណាបងប្អូនអរគ្នាក៏ប៉ុន្តែបើមិនជាយើងដឹងគឺវាអត់អីទេវាស្រួលទេបងប្អូនអរគ្នាណាក៏ប៉ុន្តែយើងត្រូវចំណាយពេលបន្តិចបងប្អូនអរគ្នាគឺយើងអត់អាចដូចថាធ្វើឲ្យតន់ចិត្តរបស់យើងណាដូចថាយើងទេទៅបានជួបតែម្ដងអញ្ចឹងអត់ទេបងប្អូនអរគ្នាអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាបើមិនជាបងប្អូនអរគ្នាចូលចិត្តវីដេអូរបស់ខ្ញុំបងប្អូនអរគ្នាអាចជួយចុច like ចុច subscribe ដាក់សញ្ញារូបកណ្ដឹងឲ្យម្នាក់មួយផងបងប្អូនអរគ្នាហ្នឹងហើយអរគុណច្រើនចំពោះការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់